មូលហេតុ3យ៉ាងដែលមនុស្សដែលកោសយើងហើយដែលគាត់ចាក់ចេញពីជីវិតរបស់យើងឈប់លេងឆាតជាមួយនឹងយើងហើយតែគាត់ត្រឡប់មកលេងឆាតជាមួយនឹងយើងវិញណាមានដូចជាទី1ដោយសារតែគាត់កំពុងមានអារម្មណ៍ថាឯកា lonely ឥឡូវនេះគាត់កំពុងតែ check list មើលថាតើមានអ្នកណាគេខ្លះដែលគាត់អាចនឹងត្រឡប់មកលេងឆាតជាមួយវិញបានអញ្ចឹងនៅក្នុងហ្នឹងគឺមានយើងមួយដែរនៅក្នុង list របស់គាត់2បន្ទាប់ពីគាត់បោះបង់ចោលយើងហើយគាត់ទៅបង្កើត relationship ថ្មីជាមួយនឹងអ្នកផ្សេងវាអាចនឹងអត់ work គេអាចនឹងអត់និយាយជាមួយនឹងគាត់ឬមួយក៏អាចនឹងនិយាយគ្នាបានប្រហែលអត់ចោះសម្រងគ្នាឬមួយក៏គេអត់ព្រមតាក់ទងជាមួយនឹងគាត់អញ្ចឹងហើយទៅធ្វើឲ្យគាត់នឹងត្រឡប់មកគិតថាតាមមានអ្នកណាគេផ្សេងទៀតដែលក្រៅពីម្នាក់ហ្នឹងគាត់អាចត្រឡប់មកលេងជាមួយម្ដងទៀតបានគាត់អត់ទៅរកអ្នកថ្មីដោយសារតែបើសិនជាគាត់ត្រូវទៅលេងជាមួយអ្នកថ្មីគឺគាត់ត្រូវចាប់ផ្ដើមពីសូន្យគាត់ត្រូវបង្កើតរឿងគ្រប់យ៉ាងគាត់ត្រូវណែនាំខ្លួនត្រូវធ្វើគ្រប់យ៉ាងដើម្បីឲ្យអ្នកថ្មីនឹងចាប់អារម្មណ៍ចង់លេងជាមួយនឹងគាត់ប៉ុន្តែបើសិនជាគាត់ត្រឡប់មករកយើងគឺបានន័យថាយើងស្គាល់គាត់រួចទេយើងដឹងថាប្រវត្តិគាត់យ៉ាងម៉េចបានន័យថាគាត់បានបង្កើតជា story ឬមួយក៏ fake story ឬ real story អាហ្នឹងខ្ញុំអត់ដឹងទេប៉ុន្តែគឺគាត់បានបង្កើតអារឿងរ៉ាវហ្នឹងឲ្យយើងដឹងរួចទៅតាក់ទងនឹងខ្លួនរបស់គាត់អញ្ចឹងគឺគាត់អត់ចាំបាច់ត្រូវហត់នឿយមកអង្គុយនិយាយអង្គុយរៀបរាប់សារឡើងវិញម្ដងទៀតទេ3គាត់នៅមានកំណត់ថាយើងអត់តន់កាត់ចិត្តដាច់ពីគាត់បាន 100% ទេគឺគាត់នៅគិតថានៅក្នុងចិត្តរបស់យើងគឺនៅមានគាត់យើងអត់តន់បំភ្លេចគាត់ហើយបើសិនជាគាត់ត្រឡប់មករកយើងគឺយើងនឹងចិត្តទុនហើយឲ្យឱកាសគាត់ម្ដងទៀតហើយនឹងព្រមលេងឆាតជាមួយនឹងគាត់បន្តទៀតមិនតែប៉ុណ្ណឹងគាត់អាចនឹងលួចគិតក្នុងចិត្តថាតើយើងអ្នកអាចនឹងឲ្យគាត់បោកបានម្ដងទៀតអត់ប៉ុន្តែជាស្ដែងទៅគឺខ្ញុំជឿជាក់ថាក្នុងចិត្តរបស់គាត់នៅគិតថាយើងប្រកាសជាអាចឲ្យគាត់បោកម្ដងទៀតបានហើយទើបគាត់ត្រឡប់មកលេងឆាតជាមួយនឹងយើងពីព្រោះឥឡូវហ្នឹងគឺគាត់ត្រូវការមនុស្សម្នាក់ដើម្បីចូលមកបញ្ចប់នូវភាពឯកាភាព lonely របស់គាត់ហ្នឹងប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺបញ្ឈប់គ្រប់បែបយ៉ាងដែលតាក់ទងនឹងម្នាក់ហ្នឹងបើសិនជាយើងនៅតែប្រទៀបខ្លួនទៅលេងជាមួយនឹងគាត់ណាគ្រប់យ៉ាងវាប្រកាសជាត្រឡប់មកដូចដើមហើយខ្ញុំធ្លាប់ឮអ្នកខ្លះគាត់និយាយថាដឹងតែគេបោកអញ្ចឹងយើងលេងដើម្បីបោកគេប៉ុន្តែខ្ញុំឃើញច្រើនហើយអាអ្នកដែលថាលេងជាមួយគេលេងហ្នឹងគឺចុងក្រោយគឺលងខ្លួនទៅមែនទេអញ្ចឹងបើសិនជាអាចគឺអត់ចាំបាច់ត្រូវខ្ជិះពេលវេលាជាមួយនឹងមនុស្សអញ្ចឹងទេបញ្ចប់ហើយ block ចោលឲ្យអស់ទៅអញ្ចឹងខ្ញុំចង់ឲ្យអ្នកណាក៏ដោយដែលបានឃើញវីដេអូហ្នឹងហើយឈប់ទៅកុំស្ដាយមនុស្សប្រភេទហ្នឹងណាកុំស្ដាយពីព្រោះបើតាមខ្ញុំគិតទៅគឺជាស្ដាយគឺអត់មានអីក្រៅពីគិតថាយើងនៅតែភ្លើដូចមុនអត់យើងនៅតែល្ងើឲ្យគេបោកបានដូចមុនអត់ពីព្រោះយើងត្រូវចាំថាបើសិនជាគេគិតស្រឡាញ់ឬច្បាស់លាស់ជាមួយយើងចូលមាន relationship មួយយើងហ្នឹងមិនមែនលេងជាមួយគ្នាសុកកូស្ទើបាត់ឬក៏ស្ងាត់បាត់សូនឈឹងដល់អត់មានអីឬមួយក៏បាត់ទៅ 2-3 ខែហើយបានត្រឡប់មកឆាតមកវិញ how are you ទេគេអត់មាននឹកយើងទេណាកុំគិតថាគេនឹកយើងគេគ្រាន់តែគិតថាយើងនឹងនៅឲ្យគេបោកបានទៀតអត់យកពេលទៅលេងជាមួយអ្នកថ្មីទៅសុបចិត្តទៅឲ្យអ្នកផ្សេងបោកវាប្រសើរជាងឲ្យមនុស្សដដែលមកបោកយើងម្ដងហើយម្ដងទៀតយល់អត់